នេះសុំទួទាយជូនដល់បងប្អូនដែលកើតនៅឆ្នាំរោងបងប្អូនណាបាទបងប្អូនដែលកើតនៅឆ្នាំរោងលេខសំណាងរបស់បងប្អូននៅក្នុងខែឧសភាខែ5គឺលេខ168បាទអ្នកកើតឆ្នាំរោងខមមិនលេខ168គឺជាលេខសំណាងចំណែកពណ៌សំណាងបងប្អូនគឺប្រើពណ៌ទឹកក្រូចអ្នកកើតឆ្នាំរោងខមមិនលេខ168 share វីដេអូលោកគ្រូមហាជុំដាក់លេខ168ហើយពណ៌សំណាងពណ៌ទឹកក្រូចលោកអ្នកដែលកើតនៅឆ្នាំរោងបើនិយាយអំពីរាសីនៅក្នុងខែ4ម្នាក់ចិត្តឈួតដែរបាទគឺស្មុគស្មាញជាទីបំផុតអ្នកដែលកើតឆ្នាំរោងនៅក្នុងខែ4គឺស្មុគស្មាញជាទីបំផុតបងប្អូនมันល្អទេมันរីកចម្រើនទេมันកាក់កបទេមានសម្ពាធគ្រប់បែបយ៉ាងទៅធ្វើការទៅរស់ស៊ីមានបញ្ហាគិតខ្វល់ចង់ឈួតចង់បែកខួរឲ្យមកដល់ផ្ទះអ្នកដែលនៅជុំវិញខ្លួនរករឿងយើងទៀតបាទចង់ដាច់ខ្យល់ងាប់ចង់តែរត់ចោលស្រុកឯងហើយមិនត្រឹមតែអញ្ចឹងឯងអាគេរករឿងយើងគ្រប់គ្នាអត់អីទេប៉ុន្តែយើងខ្លួនឯងនេះក៏រករឿងខ្លួនឯងដែរថារឿងមិនគួរគិតទេប៉ុន្តែយើងគិតថារឿងមិនគួរខ្វល់ទេថាយើងខ្វល់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងមិនរអទេនៅក្នុងខែ4ឥឡូវនេះចូលមកដល់ខែ5តើរាសីរបស់លោកអ្នកយ៉ាងម៉េចដែរអញ្ចឹងមុនចូលដល់ខែ5រាសីយ៉ាងម៉េចបងប្អូនខមមិនលេខសំណាងគឺលេខ168ចំណែកពណ៌សំណាងបងប្អូនយើងប្រើពណ៌ទឹកក្រូចលោកអ្នកដែលកើតនៅឆ្នាំរោងដើមខែមានលៀបទិញរបស់បានបាទមានលៀបទិញរបស់បានណាបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងចិត្តរារែកកាលពីចុងខែ4ចុងខែ4រារែកអញមិនដឹងគិតទេគួរទិញអត់ទេគួរអត់ទេគួរអត់ទេណែឥឡូវសងគុណខ្លួនឯងទៅចូលមកដល់ដើមខែ5លោកអ្នកមានលៀបទិញរបស់បានទោះបីជាយើងគេថាមានថវិកាមិនគ្រប់គ្រាន់ក៏ដោយក៏នៅចុងខែដើមខែ5នេះក៏អាចទិញរបស់នោះបានដែរបាទអញ្ចឹងចិត្តឲ្យដាច់គិតឲ្យលះគឺចុងខែដើមខែហ្នឹងគឺទិញបានហើយអញ្ចឹងដើមខែ5លោកអ្នកដែលកើតនៅឆ្នាំរោងគឺនឹងមានលៀបទិញរបស់បានបាទហើយផ្លូវចិត្តអត់សូវសบายទេស្ទាក់ស្ទើរព្រោះអាចិត្តហ្នឹងវាជួលរឿងអយុត្តិធម៌ច្រើនពេកទៅវាស្ទាក់ស្ទើររហូតទោះបីជាមានមាសមកកាឆេក៏នៅតែស្ទាក់ស្ទើរដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងដើមខែទិញរបស់បានហើយលោកអ្នកដែលកើតនៅឆ្នាំរោងដដែលបងប្អូនកូនក្មួយណាពីថ្ងៃទី8ដល់ថ្ងៃទី10ប្រយ័ត្នមានរឿងឆ្លោះគ្នាជាមួយប្តីប្រពន្ធជាមួយអ្នកជុំវិញខ្លួនបាទហើយបើអ្នកមានគ្រួសារប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធហើយបើអ្នកអត់គ្រួសារអាកូនចៅនៅក្បែរនោះប្រយ័ត្នឆ្លោះគ្នាអញ្ចឹងលោកអ្នកដែលកើតឆ្នាំរោងគឺត្រូវប្រយ័ត្នប្រយែងបន្តិចអ្នកដែលនៅជុំវិញខ្លួនចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10បងប្អូនកូនក្មួយណាបាទអត់ធ្មត់បាទប៉ុន្តែមនុស្សអ្នកដែលកើតឆ្នាំរោងមកជីវិតបងប្អូនកូនក្មួយមិនដែលទៅរករឿងពីណាទេមិនដែលទៅចងគំនុំនាំរឿងនាំហេតុទៅពីណាទេប៉ុន្តែខូចតែគេរករឿងគ្នាគេធ្វើបាបគ្នាចឹងឥឡូវទៀតនេះពីថ្ងៃទី8ដល់ថ្ងៃទី10ប្រឹងប្រយ័ត្នប្រយែងទៅណាប្រយ័ត្នមានរឿងព្រោះថាអាចនឹងមានរឿងឆ្លោះប្រកែកគ្នាកើតឡើងបាទប្រយ័ត្នជាមួយនឹងក្រុមគ្រួសារជាពិសេសប្តីប្រពន្ធបងប្អូនកូនក្មួយណាបាទទោះបីយើងខំអត់ធ្មត់យ៉ាងណាយើងខំលះបង់យ៉ាងណាក៏គេមើលមិនឃើញដែរនៅតែមានបញ្ហានៅតែមានរឿងចូលមកយ៉ាងដូចឆ្នោះឯងហើយអ្នកដែលកើតនៅឆ្នាំរោងដដែលបងប្អូនកូនក្មួយពីថ្ងៃទី14ដល់ថ្ងៃទី17លោកអ្នកថែរក្សាសុខភាពប្រយ័ត្នឈឺបងប្អូនកូនក្មួយណាបាទលោកអ្នកដែលកើតឆ្នាំរោងពីថ្ងៃទី14ដល់ថ្ងៃទី17ប្រយ័ត្នមានជំងឺឈឺបាទជំងឺនេះដូចជាជំងឺកុហលកាហាយក្តៅនៅក្នុងខ្លួនបាទហើយអាចក៏ជំងឺធ្វើឲ្យជំងឺពាក់ព័ន្ធជាមួយជើងណាដែលអាចធ្វើឲ្យយើងដើរវាមិនស្រួលដើរវាមិនរួចណាបាទដូចអ្នកលើសជាតិអាស៊ីតចឹងណាចឹងអ្នកដែលកើតឆ្នាំរោងពីថ្ងៃទី14ដល់ថ្ងៃទី17ប្រយ័ត្នឈឺប៉ុន្តែឈឺវាមិនមែនឈឺដល់ថ្នាក់ខន់ទេឈឺហ្នឹងគេហៅថាឈឺអាចមានឧបសគ្គធ្វើឲ្យយើងដើរមិនរួចដូចជាឆ្លោះជើងដូចជាឡើងជាតិអាស៊ីតអីជាដើមដែលធ្វើឲ្យយើងនឹងដើរអត់រួចឬមួយក៏មានបញ្ហាអញ្ចឹងត្រូវថែរក្សាសុខភាពតិចចន្លោះពីថ្ងៃទី14ដល់ថ្ងៃទី17បាទហើយលោកអ្នកដែលកើតនៅឆ្នាំរោងដដែលពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតឆ្នាំរោងដដែលពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកនឹងធ្វើកិច្ចការបានជោគជ័យបាទលោកអ្នកនឹងធ្វើកិច្ចការបានជោគជ័យអញ្ចឹងលោកអ្នកជោគជ័យការងារលោកអ្នកតែជោគជ័យការងារមានលៀបចូលហើយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកជោគជ័យនឹងការងារបាទជោគជ័យនឹងការងារគឺនឹងបានលៀបចូលបាទថាការងារបានបញ្ចប់លុយក៏ចូល
ពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំរោងចុងខែលោកអ្នកដែលកើតឆ្នាំរោងចុងខែមានដំណឹងល្អដំណឹងដែលចង់បានដំណឹងដែលប្រាថ្នានឹងមានដំណឹងល្អបងប្អូនកូនក្មួយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងចុងខែមានដំណឹងល្អចូលមកបាទចុងខែគឺចុងខែ5មានដំណឹងល្អចូលមកដំណឹងល្អជាដំណឹងអីអត់ដឹង I don't know ប៉ុន្តែជាដំណឹងដែលល្អសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងចឹងអ្នកដែលកើតឆ្នាំរោងខមមិនលេខសំណាងលេខ168 share វីដេអូលោកគ្រូមហាជុំដាក់លេខ168ចំណែកពណ៌សំណាងគឺពណ៌ទឹកក្រូចលោកអ្នកដែលកើតឆ្នាំរោងដែលកំពុងតែមានវិបត្តិដូចថាលុយកាក់មានវិបត្តិបំណុលលុយរកអត់បានទៅជាពាក់គេអត់មានអីគេសងពិបាកចិត្តស្មុគស្មាញមានបញ្ហាមានឧបសគ្គលោកអ្នកដែលកើតនៅឆ្នាំរោងខ្ញុំណែនាំឲ្យលោកអ្នកពាក់នៅខ្សែកបាទខ្សែកបន្តោងទេវតាទ្រព្យនេះគឺជាខ្សែកនាំលៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងអញ្ចឹងអ្នកដែលកើតឆ្នាំរោងជាស្ត្រីលោកអ្នកពាក់ខ្សែកបន្តោងទេវតាទ្រព្យនឹងទៅពាក់ទៅហេងពាក់ឲ្យផ្ទុះលៀបពាក់ឲ្យផ្ទុះសំណាងពាក់ឲ្យចម្រើនជោគជ័យគ្រប់ភារកិច្ចគ្រប់កលៈទេសៈអញ្ចឹងលោកអ្នកជាវនៅខ្សែកបន្តោងទេវតាទ្រព្យនេះយកទៅពាក់ឲ្យផ្ទុះលៀបពាក់ឲ្យផ្ទុះសំណាងពាក់ឲ្យហេងខ្លាំងកាក់កខ្លាំងលុយហូរចូលធ្វើអ្វីក៏បានកាក់កោបគេជពាក់លុយគេសងលុយធ្វើអ្វីក៏បានចម្រើនរុងរឿងបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងជាវខ្សែកបន្តោងទេវតាទ្រព្យយកទៅពាក់ឲ្យហេងពាក់ឲ្យជោគជ័យពាក់ឲ្យរីកចម្រើនចូលមកគ្រប់ទិសទីបងប្អូនអ្នកដែលកើតឆ្នាំរោងជាបរោះចង់ឲ្យរាសីឡើងខ្លាំងចង់ឲ្យលុយចូលចង់ឲ្យឡើងបុណ្យស័ក្តិចង់ឲ្យធ្វើអ្វីបានសម្រេចជោគជ័យចង់ធ្វើអ្វីបានកាក់កោបលោកអ្នកជាវនៅខ្សែដៃចក្រពត្តិនេះយកទៅពាក់មានអំណាចដូចស្ដេចចក្រពត្តិសោយរាជនគរ3ណាលោកអ្នកដែលធ្វើការយូរឲ្យអត់ឡើងបុណ្យឡើងស័ក្តិទេគេស្អប់គេច្រណែនអត់មានលៀបអត់មានជ័យអត់ជឿជាក់លើខ្លួនឯងលុយអត់ចូលជាវនៅខ្សែដៃចក្រពត្តិនេះយកទៅពាក់ព្រោះខ្សែដៃនេះគឺជាខ្សែដៃបុរាណកម្មត្បូងនេះកម្មបុរាណគឺសិតតែមានគេថែចឹងយកមកដោតជាខ្សែដៃឲ្យបងប្អូនយកទៅពាក់ឲ្យហេងហើយនឹងផ្ទុះលៀបផ្ទុះសំណាងលុយហូរចូលគ្រប់ទិសទីចូល8ទិសបងប្អូនណាបាទចឹងអ្នកកើតឆ្នាំរោងអូលុយអត់សល់ទេគេមើលងាយគេស្អប់មិនជឿជាក់លើខ្លួនឯងចឹងជាវខ្សែដៃនេះយកទៅពាក់អ្វីគ្រប់យ៉ាងគឺនឹងល្អសម្រាប់លោកអ្នកបាទយកទៅពាក់ភ្លាមហេងភ្លាមកាក់កោភ្លាមជោគជ័យភ្លាមចឹងជាវយកទៅពាក់ហើយបើចង់បានឆាតចូលពេកឬមួយក៏ទំនាក់ទំនងតាមលេខ Telegram លោកគ្រូ099 40គុត8637 099 40គុត8637 070គុត29 38 099 40គុត8637 070គុត29 38 បាទលោកអ្នកដែលកើតនៅឆ្នាំរោងខមមិនលេខសំណាងគឺលេខ168ពណ៌សំណាងគឺពណ៌ទឹកក្រូចបងប្អូនកូនក្មួយណាស់បាទ